សំណួរតើភ្លៀងទេពយន្តជាអ្វីកើតមានឡើងនៅពេលណាចម្លើយភ្លៀងទេពយន្តគឺជាបណ្ដុំនៃទេពយន្តយ៉ាងច្រើនដែលធ្លាក់មកក្នុងបរិយាកាសផែនដីក្នុងពេលព្រមគ្នាភ្លៀងទេពយន្តកើតមាននៅពេលភពផែនដីធ្វើដំណើរឆ្លងកាត់កំទេចកំទីធូលីដែលនៅសេសសល់ក្នុងគន្លងនៃផ្កាយដុះកន្ទុយសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ